តើអ្នកដឹងទេថាទៀនពណ៌បៃតងនិងក្រហមដែលយើងឃើញនៅលើស្តុកឆាតរាល់ថ្ងៃមានប្រវត្តិមកពីប្រទេសជប៉ុន Japanese candlestick មានប្រវត្តិពាក់ព័ន្ធជាមួយការវិភាគទីផ្សាររបស់ជប៉ុនជាពិសេសទីផ្សារស្រូវហើយឈ្មោះមួយដែលគេតែងនិយាយដល់ក្នុងប្រវត្តិសាស្ត្រនេះគឺ Morihisa Honma គាត់គឺជាតួអង្គសំខាន់ម្នាក់ក្នុងប្រវត្តិនៃការជួញដូរនិងការវិភាគទីផ្សាររបស់ជប៉ុនប៉ុន្តែ candlestick មិនមែនគ្រាន់តែជាទៀនពណ៌បៃតងនិងក្រហមទេ candle មួយដើមអាចប្រាប់យើងថា price ចាប់ផ្ដើមធ្វើដំណើរហើយបញ្ចប់នៅទីណាវីដេអូបន្ទាប់យើងនឹងបំបែក candle មួយដើមឲ្យអ្នកយល់ច្បាស់ថាវាត្រូវបានបង្កើតឡើងដោយអ្វីខ្លះ